ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមុខម្ហូបថ្មីមួយគឺចំណាយពេលតែមួយផ្លែទៅគឺបានញ៉ាំហើយសំខាន់គឺមានរសជាតិឆ្ងាញ់ទៀតមុខម្ហូបហ្នឹងយើងហៅថាបង្គាបំពងស្រួយបែបហឹរតិចតិចតោះអញ្ចឹងយើងមកចាប់ផ្ដើមទាំងអស់គ្នាជាដំបូងបងប្អូនត្រូវយកបង្គាបងប្អូនអាចប្រើប្រភេទធំដូចខ្ញុំក៏បានតូចជាងនេះក៏បានខ្ញុំវិញគឺប្រើលាយគ្នាអញ្ចឹងយើងគ្រាន់តែយកវាមកបកសម្បកចេញឲ្យស្អាតហើយទុកកន្ទុយក្រោយពីបកបានស្អាតហើយបងប្អូនអាចយកសមឬក៏ប្រើកាំបិតដូចខ្ញុំក៏បានដែរមកវះខ្នងវាបន្តិចទៅដើម្បីយកសរសៃខ្មៅចេញសម្រាប់បង្គាបំពងលើកនេះខ្ញុំនឹងប្រឡាក់បង្គានឹងជាមួយនឹងគ្រឿងបន្ថែមបន្តិចដើម្បីឲ្យវាមានរសជាតិប្លែកបង្គាដែលខ្ញុំប្រើនឹងមានតូចមានធំនឹងលាយចូលគ្នាសរុបទាំងអស់គឺមាន20ក្បាលអញ្ចឹងខ្ញុំនឹងបន្ថែមម្សៅការីនេះចំនួនកន្លះស្លាបព្រាកាហ្វេចំពោះម្សៅការីនេះប្រសិនបើបងប្អូនអត់មានឬក៏អត់ចូលចិត្តអត់ចាំបាច់ដាក់វាក៏បានដែរតែប្រសិនបើបានដាក់គឺវានឹងមានរសជាតិប្លែករីឯម្សៅសម្រាប់បំពងបង្គានឹងខ្ញុំអត់លាយខ្លួនឯងនោះទេខ្ញុំនឹងប្រើម្សៅស្រាប់ដែលលាយគ្រឿងទេសរួចស្រេចតែម្ដងម្សៅដែលខ្ញុំប្រើនឹងគឺជាម្សៅបំពងស្រួយអាជីណូម៉ូតូដែលមានពីររសជាតិខ្ទឹមនិងម្រេចនិងរសជាតិហឹរអញ្ចឹងសម្រាប់មុខម្ហូបថ្ងៃនេះបង្គាបំពងស្រួយនឹងខ្ញុំនឹងប្រើរសជាតិហឹររសជាតិរបស់គេនេះគឺហឹរល្មមតិចតិចដែលក្មេងៗអាចញ៉ាំបានម្សៅបំពងស្រួយអាជីណូម៉ូតូជាម្សៅដែលលាយគ្រឿងទេសរួចស្រេចហើយមានរសជាតិល្មមឆ្ងាញ់សម្រាប់ម្សៅបំពងស្រួយមួយកញ្ចប់បងប្អូនអាចលាយទឹកចំណុះ160មីលីលីត្រឬក៏បរិមាណទឹកសមល្មមដែលយើងអាចយកទៅបំពងបន្លែឬក៏សាច់បានដល់ទៅ1គីឡូដូចនេះប្រសិនបើបងប្អូនចង់ដឹងព័ត៌មានបន្ថែមឬជាផលិតផលសូមចូលទៅកាន់គេហទំព័រ Facebook Page ម្សៅបំពងស្រួយអាជីណូម៉ូតូក្រោយពីបានចាក់ម្សៅរួចរាល់ហើយបងប្អូនអាចលាយជាមួយនឹងទឹកតាមការណែនាំនៅលើសំបកកញ្ចប់នឹងទៅអញ្ចឹងខ្ញុំប្រើ160មីលីលីត្រទឹកយើងធម្មតានឹងបន្តមកយើងត្រូវយកបង្គានឹងមកជ្រលក់នៅក្នុងទឹកម្សៅមុនគេបងប្អូនចង់បានសម្បកក្រាស់ជ្រលក់ឲ្យច្រើនតែបើសិនជាចង់បានសម្បកស្ដើងយើងអាចគោះវាចេញវិញខ្លះរួចហើយលើកបង្គានឹងមកដាក់នៅក្នុងកំទេចនំប៉័ងកំទេចនំប៉័ងអាចមានច្រើនប្រភេទបងប្អូនយកកំទេចនំប៉័ងណាដែលរាងល្អិតបន្តិចចាអញ្ចឹងបងប្អូនអាចបន្តធ្វើដដែលហ្នឹងរហូតដល់អស់បង្គាជាមួយនឹងទឹកម្សៅហ្នឹងទៅមួយទៀតយើងអត់ចាំបាច់ត្រៀមទុកមុនក៏បានដែរបងប្អូនអាចដាក់កម្ដៅប្រេងឆាឲ្យច្រើនគួរសមឲ្យវាឡើងក្ដៅល្អសិនសីតុណ្ហភាពដែលត្រឹមត្រូវធ្វើឲ្យសម្បកផងយើងកាន់តែស្រួយឆ្ងាញ់ហ្នឹងគឺ160អង្សាសេនៅពេលដែលប្រេងបានឡើងក្ដៅល្អហើយបងប្អូនអាចយកបង្គាមកជ្រលក់នៅក្នុងទឹកម្សៅកំទេចនំប៉័ងហើយទម្លាក់ចូលក្នុងប្រេងឆាតែម្ដងរាល់មុខម្ហូបបំពងទាំងអស់គឺវាមានតិចនិចតែបន្តិចទេនៅពេលដែលប្រេងឆាយើងឡើងដល់កម្ដៅមួយដែលសមរម្យហើយយើងកុំទម្លាក់ចូលច្រើនពេកវាអាចធ្វើឲ្យសីតុណ្ហភាពប្រេងឆាយើងធ្លាក់ចុះអញ្ចឹងទៅធ្វើឲ្យមុខម្ហូបបំពងផងយើងនឹងបឺតខ្លាញ់ការបំពងបង្គាប្រើពេលអត់យូរទេប្រហែលជា2ឬក៏3នាទីអីហ្នឹងគឺឆ្អិនហើយសម្បកវាឡើងក្រហមល្អមែនទែនដូចនេះនៅពេលដែលសម្បកបង្គានឹងបានឆ្អិននឹងឡើងក្រហមល្អហើយបងប្អូនអាចស្រង់វាដាក់នៅលើតម្រងមួយទៅដើម្បីឲ្យវាស្រក់ប្រេងឆាឲ្យអស់ជាទូទៅបង្គាបំពងស្រួយនឹងយើងញ៉ាំជាមួយនឹងទឹកប៉េងប៉ោះឬក៏ទឹកម្ទេសផ្អែមឬក៏មួយមុខទៀតហ្នឹងគឺជាទឹកម្រេចក្រូចឆ្មាតែសម្រាប់ថ្ងៃនេះខ្ញុំនឹងបន្ថែមទឹកជ្រលក់មួយទៀតសាមញ្ញមែនទែនអញ្ចឹងបងប្អូនត្រូវមានខ្ទឹមសចិញ្ច្រាំបន្តិចលាយជាមួយនឹងម្ទេសស្ករស1ស្លាបព្រាកាហ្វេទឹកខ្មេះ1ស្លាបព្រាកាហ្វេទឹកស៊ីអ៊ីវធម្មតាយើងនឹងចំនួន2ស្លាបព្រាបាយបងប្អូនកូរច្របល់រហូតដល់ស្កររលាយសព្វទៅរួចហើយអាចភ្លក់មើលបានរសជាតិរបស់វាគឺប្រៃផ្អែមជូរតិចតិចដែលអាចកាត់ទ្រលាន់បានចាវិធីធ្វើបង្គាបំពងស្រួយគឺមានតែប៉ុណ្្នឹងទេអញ្ចឹងក៏សូមអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះហើយប្រសិនបើបងប្អូនមានយោបល់ឬក៏សំណួរអ្វីអាចសរសេរជាខមមិននៅខាងក្រោមវីដេអូនឹងចាំជួបគ្នានៅក្នុងមុខម្ហូបឬក៏បង្អែមបន្តទៀតអរគុណច្រើនជម្រាបលា